តងមួយរឿងចូលឆ្នាំចិនចឹងរឿងចូលឆ្នាំចិនខ្ញុំសូមជម្រាបជូនបងប្អូនថាចូលឆ្នាំចិននៅក្នុងឆ្នាំ2026នេះគឺចូលឆ្នាំចិនថ្ងៃទី17បាទចូលឆ្នាំចិនថ្ងៃទី17ខែ2ឆ្នាំ2026ចឹងថ្ងៃចូលឆ្នាំចិនថ្ងៃ17ខែ2ថ្ងៃសែនចូលឆ្នាំចិនថ្ងៃ16ខែ2អញ្ចឹងរឿងថ្ងៃចូលឆ្នាំចិនមិនខ្វល់ទេខ្វល់តែរឿងថ្ងៃសែនណាព្រោះយើងខ្សែចិនយើងត្រូវសែនដល់កុងម៉ាអញ្ចឹងសែនចូលឆ្នាំចិនឆ្នាំនេះគឺសែននៅថ្ងៃទី16ខែកុម្ភៈឆ្នាំ2026ថ្ងៃសែនបកជើងធុកថ្ងៃទី11ខែកុម្ភៈឆ្នាំ2026បាទថ្ងៃទី11ខែ2ឆ្នាំ2026គឺជាថ្ងៃសែនបកជើងធុកហើយហេតុអីបានមានការសែនបកជើងធុកការសែនបកជើងធុកហ្នឹងគឺក្នុងរយៈពេល1ឆ្នាំគឺទេវតាត្រូវឡើងទៅឋានសួគ៌ក្នុងមួយឆ្នាំទេវតាត្រូវឡើងទៅឋានសួគ៌ហើយទេវតាឡើងទៅធ្វើអីទេវតាឡើងទៅប្រជុំជាមួយព្រះឥន្ទដែលជាស្ដេចទេវតាអញ្ចឹងទេវតាណាខ្លះដែលឡើងទៅឋានសួគ៌ទេវតាទាំងអស់ហ្នឹងឡើងទៅឋានសួគ៌ទាំងអស់នៅថ្ងៃទី11ខែ2ហ្នឹងបាទអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងថ្ងៃ11ខែកុម្ភៈហ្នឹងគឺជាថ្ងៃដែលទេវតាត្រូវឡើងទៅឋានសួគ៌អញ្ចឹងទេវតានៅក្នុងផ្ទះយើងមានប្រភូមិមានចនាងផ្ទះមានទេវតាកុងម៉ាមានទេវតាចង្ក្រានអីជាដើមទាំងអស់ហ្នឹងគឺត្រូវឡើងទៅឋានសួគ៌នៅថ្ងៃទី11ខែកុម្ភៈអញ្ចឹងទេវតាមុនឡើងទៅឋានសួគ៌យើងត្រូវរៀបចំសែនជូនដំណើរទេវតាអញ្ចឹងគេហៅថាសែនបកជើងធុកហ្នឹងប៉ុន្តែយើងត្រូវសែនជូនដំណើរទេវតាអញ្ចឹងកន្លែងទេវតាគ្រប់កន្លែងប្រភូមិម្ចាស់ទឹកម្ចាស់ដីចនាងផ្ទះកុងម៉ាចក្រានអីទាំងអស់គឺយើងត្រូវរៀបចំសែនដើម្បីជូនដំណើរទេវតាអញ្ចឹងយើងចង់សែនយើងសែនអីសែនទៅយើងសែនផ្លែឈើយើងសែនស្ករគ្រាប់គេសែននំអ៊ីសែនអីសែនទៅឲ្យយើងចង់សែនដើម្បីជូនដំណើរទេវតាអញ្ចឹងនៅថ្ងៃ11នេះគេសែនគ្រប់គ្នាបាទគេសែនគេអុជធុកសែនតែឥឡូវទេវតាអើយថ្ងៃនេះថ្ងៃសែនណាថ្ងៃសែនជូនដំណើរទេវតាឬមួយថ្ងៃសែនបកជើងធុកសុំទេវតាសែនសោយហើយទេវតាអញ្ជើញឡើងទៅឋានសួគ៌ហើយឲ្យពរឲ្យជ័យគ្រួសារខ្ញុំរស់ស៊ីមានបានសែនហើយទេវតាទទួលហើយទេវតាក៏ឡើងទៅឋានសួគ៌ទៅបន្ទាប់ពីទេវតាឡើងទៅឋានសួគ៌កន្លែងទីសក្ការៈទាំងអស់ហ្នឹងមានម្ចាស់ទឹកម្ចាស់ដីមានចនាងផ្ទះចនាងអីទាំងអស់ហ្នឹងគឺអត់មានទេវតាគង់នៅទៀតទេព្រោះគេទៅអស់ហើយសល់តែផ្ទះទេអញ្ចឹងបានយើងនឹងនាំគ្នាបោសសម្អាតមានការបោសសម្អាតជូតណាដកជើងធុកដកអីអញ្ចឹងទៅអញ្ចឹងការបោសសម្អាតហ្នឹងទាល់តែយើងសែនហើយសិនកាលណាយើងសែនហើយទេវតាទទួលសម្ដែងយើងហើយទេវតាឡើងឋានសួគ៌គឺយើងចាប់ដើមបោសសម្អាតហើយបើយើងអត់បានសែនតែយើងដកជើងធុកបានទេអត់បានយើងអត់សែនក៏បានដែរព្រោះទេវតាគេនៅចាំទទួលដង្វាយយើងមួយថ្ងៃពេញថ្ងៃ11ហ្នឹងអញ្ចឹងអ្នកណាសែនក៏សែនអ្នកណាមិនសែនទេក៏ហីទៅគេមិនខ្វល់ទេប៉ុន្តែលោកនៅពេញមួយថ្ងៃ11ហ្នឹងអ្នកដែលគេសែនហើយគេចាប់ដើមបោសសម្អាតភ្លាមក៏បានគេចាំដកនៅថ្ងៃស្អែកខាងស្អែកក៏បានដែរមិនមែនត្រូវតែសែនថ្ងៃហ្នឹងហើយដកជើងធុកថ្ងៃហ្នឹងទេគឺគេសែនឲ្យតែរួចទៅទេវតាទទួលហើយទេវតាឡើងឋានសួគ៌អញ្ចឹងមានរយៈពេល6ថ្ងៃថ្ងៃ11ថ្ងៃ12ថ្ងៃ13ថ្ងៃ14ថ្ងៃ15ថ្ងៃ15អញ្ចឹង11 12 13 14 15 5ថ្ងៃហ្នឹងបងប្អូនកូនក្មួយណាបាទគឺយើងរៀបចំថ្ងៃណាក៏បានដែរមិនមែនថាអូត្រូវសែនថ្ងៃហ្នឹងហើយដកថ្ងៃហ្នឹងអត់ទេទេវតាទទួលដង្វាយឲ្យលោកឡើងឋានសួគ៌ហើយអញ្ចឹងយើងទៅថ្ងៃណាយើងសែនថ្ងៃហ្នឹងទៅលេងយ៉ាងម៉េចកុំឲ្យដល់ថ្ងៃ16ព្រោះថ្ងៃ16ដល់ពេលទេវតាលោកចុះមកវិញបងប្អូនខ្លះលោកយល់ខុសលោកថាសែនឲ្យត្រូវតែដកថ្ងៃហ្នឹងអត់ទេសែនឲ្យដកថ្ងៃណាក៏បានដែរប៉ុន្តែទម្លាប់ខ្មែរគេថាធ្វើអីធ្វើឲ្យហើយកុំទុកលុយបង្កើតគេអញ្ចឹងយើងត្រូវតែធ្វើឲ្យហើយប៉ុន្តែបើអ្នកណារវល់ធ្វើម៉េចថ្ងៃ11មិនមែនចំថ្ងៃសៅរ៍អាទិត្យផងឧទាហរណ៍យើងសែនឲ្យហើយទៅយើងទៅធ្វើការសិនចាំថ្ងៃណាទៅនេះយើងមកដកយកក៏បានអីក៏បានដែរអ្នកខ្លះទម្លាប់ខុសស្អែកហ្នឹងថ្ងៃ11ត្រូវសែនដកជើងធុកគាត់អត់ទេគាត់សម្អាតគាត់ដុសគាត់លាងគាត់ដូរជើងធុកកវត្តចោលអស់លីងពីថ្ងៃ10ដែរស្អែកហ្នឹងចាំគាត់សែនអាហ្នឹងអត់ត្រូវខុសគេមិនទាន់ទៅផងឯងដេញគេចេញអត់ត្រឹមត្រូវទេណាប្រយ័ត្នអាហ្នឹងគ្រាន់តកូនតចៅគឺសែនឲ្យបានឲ្យដុសសែនឲ្យបានឲ្យសម្អាតហើយពាក់ព័ន្ធមួយជើងធុកពាក់ព័ន្ធជាមួយនឹងកុងម៉ាកំប៉ុងជើងធុកស្អីទាំងអស់រូបលោកតាលោកយាយចនាងផ្ទះអីហ្នឹងតែត្រូវដូររាល់ឆ្នាំតែអត់ទេបាទមានអាណាទៅដូររាល់ឆ្នាំទេអត់ទេណាគឺរបស់អស់ហ្នឹងគេដូរលុះត្រាតែជំនាញផ្ទះហ្នឹងបាក់បែកកំប៉ុងជើងធុកផែស្រាមណាបាទកុងម៉ាវាពុកផុយអាហ្នឹងបានគេដូរប៉ុន្តែបើរបស់អស់ហ្នឹងនៅល្អគេមិនដូរទេគេគ្រាន់តែលាងសម្អាតទេបងប្អូនណាគេគ្រាន់តែលាងសម្អាតទេគេប្រើរបស់ដដែលអាណាឈ្នះដូររាល់ឆ្នាំហិនហើយខ្លោចផ្សារហើយណាគ្រួសារខ្ញុំកំប៉ុងជើងធុកដាក់តាំងពី79មកណារហូតមកដល់ទឹកឥឡូវខ្ញុំទិញអាថ្លៃយកទៅដាក់ដូនតាខ្ញុំប្រាប់ឲ្យហើយណាមិនចេះតែដូររាល់ឆ្នាំទេប៉ុន្តែគេដូរអីគេសំខាន់គឺកំប៉ុងជើងធុកហ្នឹងគេដូរអាផេះដែលគេដោតធុកហ្នឹងបាទបងប្អូនដាក់ផេះទៅក៏បានដែរប៉ុន្តែវាអត់បានចម្រើនអីទេគ្រាន់តែមកដោតទេសុខសប្បាយដូចគ្នាបងប្អូនដាក់ដីខ្សាច់ទៅដាក់ម្សៅទៅអត់មានបញ្ហាអីទេប៉ុន្តែបើបងប្អូនមានធនធានបងប្អូនណាយកដីហុងស៊ុយ5ធាតុយកទៅដាក់
ដីហុងស៊ុយ5ធាតុហ្នឹងគឺជាដីមង្គលដែលគេយកមកពីតំបន់ដែលមានហុងស៊ុយ5ធាតុយកមកដាក់ទៅដល់ធុកទៅរកស៊ីមានបានកាក់កបកូនចៅរីកចម្រើនគុំកើងមានតតកូលចឹងបងប្អូនត្រូវយកដីហុងស៊ុយ5ធាតុទៅដាក់បងប្អូនគេមានលុយគេដាក់ដី5ធាតុទាំងអស់គេដុតធុកទៅរកស៊ីមានបានអ្នកខ្លះមិនសូវមានទេដីហុងស៊ុយ5ធាតុហ្នឹងដាក់បន្តិចទៅលាយម្សៅលាយខ្សាច់លាយថេះអីដូចគ្នាបាទចឹងដីហុងស៊ុយ5ធាតុហ្នឹងណាបងប្អូនពីមុនណាយើងពិបាករកណាយើងយកពីស្រុកចិនមកឥឡូវយើងអត់ពិបាកអីស្រុកខ្មែរយើងក៏មានដែរគេយកមកចម្រាញ់ឲ្យខ្ទេចឲ្យម៉ត់យកទៅដាក់ទៅរកស៊ីមានបានប៉ុន្តែតម្លៃក៏វាមិនសូវជាថោកអីដែរវារៀងតម្លៃគួរសមមិនថ្លៃអីទេចឹងបងប្អូនមានលទ្ធភាពបងប្អូនជាងដីហុងស៊ុយ5ធាតុយកទៅដាក់ក្នុងកំប៉ុងជើងធុកដាក់គ្រប់កន្លែងដាក់គ្រប់កន្លែងទៅដាក់ខ្លះទៅណាលាយគ្នាទៅក៏បានដែរចឹងរឿងដី5ធាតុគួរមានដាក់ទៅណាបងប្អូនណាបាទហើយទៅរកណាដី5ធាតុហ្នឹងទៅទិញនៅផ្សារហើយទិញណាទិញទៅឲ្យតែបងប្អូនជឿថាអ្នកហ្នឹងពិតប្រាកដហើយប៉ុន្តែយើងអត់ដឹងទេយើងអត់ស្គាល់ទេណាយើងមើលដឹងថាដីហ្នឹងជាដីសុទ្ធមិនសុទ្ធ5ធាតុមិន5ធាតុទេបងប្អូនជឿជាក់អ្នកណាបងប្អូនជឿពីអ្នកនោះទៅហើយបងប្អូនជឿជាក់លោកគ្រូមហាជុំបងប្អូនជាវពីលោកគ្រូមហាជុំទៅអូគ្រូមហាជុំអញជឿគាត់ណាគាត់នឹងធ្វើអីគាត់ត្រូវដែរនិយាយរៀនស័យអញត្រូវចឹងយើងជាវដីហុងស៊ុយ5ធាតុពីលោកគ្រូទៅយើងលោកគ្រូមានចឹងអ្នកណាចង់បានជាវឲ្យហើយទៅជាវយកទៅទុកទៅម្ដងបន្តិទៅមកដល់ថ្ងៃសែនដកជើងធុកយើងមានស្រាប់ណាចឹងដីហុងស៊ុយ5ធាតុលោកគ្រូចាប់ផ្ដើមជាវហើយយើងមានអ្នកណាចង់បានអ្នកនោះជាវទៅហើយបងប្អូនសួរខ្ញុំថាលោកគ្រូចឹងពេលដែលដកជើងធុកនឹងយើងដករបៀបម៉េចតើបងប្អូនរៀបចំសែនឲ្យរួចសែនណាសែនហើយទេវតាឡើងឋានសួគ៌បាត់ដកជើងធុកដំបងបំផុតត្រូវកំប៉ុងជើងធុកចឹងឯងដកឲ្យអស់ទុកតែ3តសៃបានហើយបាទមកកំប៉ុងទុក3តសៃចឹងមកកំប៉ុងទុក3តសៃគ្រប់កំប៉ុងយើងដកអាជើងធុកទាំងអស់ហ្នឹងយើងរកឆ្នាំងរកស្បោងមួយដាក់កាន់រកស្បោងមួយដាក់ចឹងជើងធុកអស់ដកចេញឲ្យអស់ទុក3តសៃបានហើយចឹងយើងដាក់ចូលហើយបន្ទាប់មកយើងត្រូវលើកកំប៉ុងជើងធុកនឹងចុះត្រូវលើកកំប៉ុងជើងធុកនឹងចុះហើយយើងចំណាំកំប៉ុងហ្នឹងជើងធុកនឹងកំប៉ុងនឹងជើងធុកនឹងឲ្យចាំផងលេចកើតជើងត្បូងកុំឲ្យច្រឡំអញ្ចឹងយើងអាលាក់ថេះនឹងអាលាក់ដីនៅក្នុងនឹងមានដី5ធាតុឲ្យនៅបើអត់មានទេយើងត្រូវតែដាក់ដីហុងស៊ុយ5ធាតុចូលណាដាក់មិនពេញទេដី5ធាតុយើងតិចយើងទិញម្សៅយកមកដាក់យើងទិញស្អីយកមកដាក់មកផេះអីយកមកដាក់មកលាយគ្នាទៅមានផេះមានម្សៅឲ្យមានក្លិនក្រអូបណាដាក់ទៅបងប្អូនកូនក្មួយណាហើយពេលយើងដាក់ហើយយើងក៏សម្អាតជើងធុកសម្អាតឲ្យជូតឲ្យស្អាតទៅដាក់ផេះចូលទៅហើយអាជើងធុក3តសៃហ្នឹងយើងយកមកដោតវិញប៉ុន្តែយើងត្រូវលាងទឹកជូតឲ្យស្អាតហើយយើងយកទៅដាក់លើហឹងវិញទៅទុកចោលហ្នឹងទៅចាំដល់ថ្ងៃសែនចូលឆ្នាំចឹងយើងអុជធុកយើងសែនទៅហើយចឹងអាជើងធុកអាអីហ្នឹងដែលសល់ត្រូវយកទៅណាមាន3យ៉ាងទី1កប់ដីហ្នឹងមិនមែនចិត្តកប់កន្លែងផ្ដេសផ្ដាស់កន្លែងតិចទៅជុំក្រុមដើមឈើទី2ដុតយើងដុតកំប៉ុងជើងធុកអត់ដុតជើងធុកដុតអីអត់ទៅជាផេះទៅយកផេះទៅដាក់អង្គុលឈើទី3បងប្អូនមានទឹកស្ទឹងទឹកទលេយកទៅតម្លាក់ទឹកទៅហើយបងប្អូនឧទាហរណ៍ផ្ទះយើងមានវត្ថុមង្គលក៏អញញ៉ៃច្រើនណាបងប្អូនក៏ពេលដែលសែនដកជើងធុកនេះយើងអាចយកចេញខ្លះទៅកុំទុកអូម៉ារ៉ាយើងមានស្វាយើងមានអីដែលយើងតាំងពីឆ្នាំមុនអញ្ចឹងយើងត្រូវយកចេញយើងអត់ទុកទៀតទេបាទយើងយកចេញទៅយកឲ្យអស់ទៅវាលែងមានន័យខំសារអីតទៅទៀតអីត្រូវយកចេញហើយបាទអញ្ចឹងប៉ប៉ែដែលខ្ញុំឲ្យយកដាក់ប៉ប៉ែទុកដដែលអត់ទាន់ឲ្យយកទៅណាទេនៅថៃអសយើងពេញមួយឆ្នាំរកស៊ីមានបានកាក់កបអញ្ចឹងបងប្អូនណាបាទចឹងអាណាដែលមិនចាំបាច់យើងត្រូវយកចេញទៅដល់ពេលដែលយើងត្រូវប្រមូលហើយចឹងការសែនដកជើងធុកគឺគេមានន័យថាទេវតាឡើងឋានសួគ៌ហើយចឹងកន្លែងដែលទេវតានៅយើងអាចប៉ះពាល់បោះយើងអាចដូរចឹងអ្នកខ្លះគេមានលុយគេដូរទៅគេដូរកុងម៉ាគេដូរជំនាញផ្ទះដូរឲ្យទៅហើយមិនតបបាក់បែកចាំដូរហើយបើមិនចាំបាច់ទេមិនបាច់ដូរទេរស់ស៊ីមានបានចិត្តទៅជុំមិនទុកទៅបាទចឹងដល់ថ្ងៃ16យើងសែនព្រេនទៅយើងសែនទៅបាទហើយការសែនអត់មានអីលំបាកទេការសែនជំរើសទី1ត្រូវមានទឹកតែ5ពែងស្រាស5ពែងទឹកតែដាក់ខាងមុខ5ពែងស្រាស5ពែងបាយស5កូនចានសម្លប្រមាណមុខប្រមាណទៅប៉ុន្តែតាមក្បួនគេឲ្យដាក់សម្ល3មុខត្រូវមានដាច់ខាតទី1ស្ងោរទី2ឆាទី3បំពងសម្លស្ងោរអីចឹងទាជីវសុកខ្មែរស្ងោរចាប់ឆាយណសម្លឆាអីឆាមីសួរឆាគុយទាវឆាតាំងហ៊ុនហើយអាឆាហ្នឹងឆាមីសួរឆាគុយទាវហ្នឹងកុំកាត់ណាអត់ឲ្យកាត់ទេឆាទាំងវែងមីសួរគុយទាវតំណាងអាយុវែងតំណាងឲ្យបងប្អូនស្រឡាញ់គ្នារហូតហើយបើឯងទៅកាត់ខ្លីអាយុលែងវែងហើយគ្រួសារលែងវែងតតកូលទៀតហើយចិនរាប់ខ្សែខ្មែររាប់ពូជចឹងយើងធ្វើឲ្យវែងហ្នឹងតំណាងអាយុវែងយឺនយូរណាហើយបើយើងកាត់ខ្លីអស់វាលែងវាដាច់ពូជអស់ហើយចិននៅស្រុកខ្មែរមួយចំនួនកូនចៅចិនគាត់អត់ដឹងជាកាត់ឆាមីសួរឆាមីជាកាត់ឲ្យខ្លីបងប្អូនខំគ្នាអត់ត្រូវគ្នាទេហើយបើចាប់ពីដើមគេអត់ទេគេដាក់ទាំងវែងអញ្ចឹងទៅពូជដំបូងហ្នឹងតពូជដូចតកូលអឹងតកូលលីតកូលតាំងតកូលវត្តតកូលអង្គុយអីហ្នឹងគឺគេរាប់អានគ្នាណាបាទភាសាគេអត់កាត់យើងកាត់ដាច់ប៉ះទៅហើយហ្នឹងហើយអាយុខ្លីយ៉ាងម៉េចហៅមីអាយុវែងឯងទៅដល់កាត់អស់ហើយបានអីវែងតទៅទៀតអញ្ចឹងគេអត់ឲ្យកាត់ទេគេដាក់សែនទាំងអស់ហើយសម្លបំពងគៀវបំពងត្រីបំពងដាក់ទៅ3មុខហ្នឹងទៅ
xa xe sạch pi hẳn nè bà nè miết cái đã chụp khoai muôi tia khoai muôi mòn ngao mùi hay bây giờ nè ọt lui chưa đã chợt mẹ nà si xa xe nó mòn ngao mùi sai chụp bay tròn mặt đông phong tia mà cọp mòn ngao nó đầm nang anh mòn chụp đầm nang ai sai chụp phong tia ngao đầm nang ai tia chân mòn tia chụp mà chan tới play chơi pi tha tới chân mình trao khối khai mình trao chơi chân đặt từng pi khối có đắt chơi có đắt play chơi ai tiết tới lướt lên tập play chơi bà la lướt lên tập play tập tâm kia mà nói đắt tề chân hai ai tiết nôm lang ở cháu lên á nôm lang họ si ở miền đôi nôm đạn mà say tích lang ở khang kéo đạn nôm chồng hoi ở đạn nôm đọt tê ở say lọ đọt tê về khói về khai thưa ở sầm hóa họ si miền ban kê chung ở lọ chắc đạn nôm chồng hoi tê so sạt chắc đạn nôm chồng hoi tê pi có ban muôi có bàn thấy say tiết bay sầm lo nôm lang play chơi tay xẻ so hút ấp miên ấy phong cả đá xanh chẳng bắt nha bông ôn á bà bài sầm lo sai soi miên cả đá xanh nó hiệp bạch trời miên kho ao miên vẽ miên lôi miên cắt miên cả đá xanh xong chặt chiết miên cả đá xanh đặt cả đá xanh thử ở si miên bán cả cột đặt bài sầm lo thầm thử miên si miên chóc sầm bồ sầm bái đôn ta sầm bái chất đặt đá xanh thầm thử cứ là cả đá xanh đánh chết đá nó tôi hiệp trong bài ban thầm thử nó pu giống cái ốc nhà nó cái nhạc miên nó kiểm đại hiệp trong thầm thử tới cả đá sai nó kiểm miên trong ngõ mạch dịch đăng ta cái ấp miên hiệp trong thầm thử nãy cái sao tự nhiên chân sai nó mà bị sọc kê tiếp nó hiệp trong sai mà đón đâu chân bom ôn chặt ngày nhân tư mà trăm từ chua chân sai mà bị sọc kê ở miên đấy nãy khu mà hai chung của hiệp trong mạch bàn đây chân dùng hiệp trong đây cả đá sai nó chun bom ôn chân bom ôn sai trôi chạm chân trong miên liệp miên chơi bom ôn chiêu cả đá sai bị trong ban hiệp trong mấy nè bom ôn này mà xét nó lại thử cái buôn thử cái nào ở hai nè bom ôn á miên thục miên khó ao miên cả đá sai trận miên kia sai chỉ cram sai tê bạc đa sọc khốp sọc giang nó mà chốt những bom ôn tầm phân nó ngay bom ôn vô từ sai tới cứ hên là hốt cả cột hốt chụp chơi ớt miên khoan từ loại vậy